លោកគ្រូខ្ញុំខ្វះស្ករហើយខ្ញុំធ្វើមិនវិញអញ្ចឹងបាទលោកគ្រូស្ករខ្ញុំបានតែ90ពេលខ្ញុំខ្វះស្ករហើយបាទខ្ញុំទៅជួបអ្នកប្រឹក្សាយោបល់សុខភាពគេឲ្យញ៉ាំទឹកអំពៅលោកគ្រូធ្វើម៉េចឲ្យស្ករឡើងញ៉ាំឲ្យគេឲ្យស្ករឡើងជាមួយវីដេអូខ្ញុំភាគច្រើនខ្ញុំនិយាយពីការឡើងស្ករទាំងអស់ខ្ញុំមិនដែរនិយាយពីការខ្វះស្ករទេអញ្ចឹងប្រធានបទថ្ងៃហ្នឹងបងប្អូនបាទមកនិយាយពីបញ្ហាខ្វះស្ករតិចដែលភាសាអង់គ្លេសហៅថា hypoglycemia បាទ hypoglycemia ហ្នឹងបើសិនជាយើងបកប្រែភាសាខ្មែរណាគឺបញ្ហាខ្វះស្ករអញ្ចឹងមុននឹងយើងចូលទៅដល់ដំណោះស្រាយនៃបញ្ហាខ្វះស្ករហ្នឹងយើងខ្លួនឯងត្រូវដឹងសិនថាតើស្ករប្រមាណនៅក្នុងខ្លួនយើងដែលថាខ្វះកុំចេះតែ80ខ្វះ90ខ្វះ99ខ្វះ75ខ្វះ76ខ្វះមែនទេបងប្អូនណាអញ្ចឹងសូមកុំមានការភ័ន្តច្រឡំជាស្តង់ដារអន្តរជាតិហ្មងបាទបញ្ហាខ្វះស្ករលុះត្រាតែស្ករយើងក្រោម70នៅពេលណាដែលស្ករនៅក្នុងឈាមយើងជួសចុងដៃមើលទៅក្រោម70មីលីក្រាមក្នុង1ដេស៊ីលីត្រអានឹងបញ្ជាក់ថាយើងខ្វះស្ករហើយមូលហេតុអីដែលពួកយើងមានបញ្ហាខ្វះស្ករវាមានមូលហេតុច្រើនបាទទី1វាច្រើនកើតឡើងទៅលើអ្នកជំងឺទឹកនោមផ្អែមទាំងអ្នកជំងឺទឹកនោមផ្អែមប្រភេទ1ទាំងអ្នកជំងឺទឹកនោមផ្អែមប្រភេទ2ណាពួកគាត់មានហានិភ័យខ្វះស្ករច្រើនមែនទែនហេតុអីដោយសារតែគាត់ប្រើប្រាស់គេហៅថាថ្នាំចាក់អាំងសាលីននឹងវាមានកម្រិតខ្លាំងពេកហើយរបបអាហារគាត់ធ្វើរឿងគេហៅថាកាត់បន្ថយផ្អែមទៀតទៅគឺធ្លាក់ស្ករខ្លាំងមែនទែនហ្មងបាទហើយអ្នកជំងឺទឹកនោមផ្អែមប្រភេទ2ខ្លះគាត់ប្រើថ្នាំខ្លាំងពេកឬក៏អ្នកជំងឺទឹកនោមផ្អែមខ្លះគាត់ប្រើថ្នាំត្រូវហើយល្មមហើយក៏ប៉ុន្តែនៅពេលណាដែលគាត់ផ្លាស់ប្ដូររបបអាហារបាទថាគាត់បន្ថយអាហារម្សៅគាត់កាត់មកអាហារផ្អែមហ្នឹងហើយអញ្ចឹងបូកផ្សំជាមួយថ្នាំដែលធ្វើឲ្យស្ករគាត់ល្មមអញ្ចឹងវាធ្វើឲ្យស្ករគាត់គឺទៀតមែនទែនហ្មងអានឹងក៏អាចបង្កឲ្យមានហានិភ័យខ្វះស្ករដែរអញ្ចឹងមិនមែនដោយសារថ្នាំទេថ្នាំត្រូវដោយសារតែរបបអាហារបងប្អូនមានការផ្លាស់ប្ដូរទី1មួយទៀតបញ្ហាខ្វះស្ករណាវាច្រើនតែកើតឡើងទៅលើអ្នកដែលចូលចិត្តផឹកស្រាគ្រឿងសង្វឹងបងប្អូនចាំណាអ្នកដែលចូលចិត្តផឹកស្រាណាបាទជាពិសេសផឹកអត់ញ៉ាំអីអានឹងប្រឈមមុខហានិភ័យខ្វះស្ករខ្លាំងមែនទែនហ្មងមួយទៀតអ្នកដែលអនុវត្ត fasting បាទ fasting ហ្នឹងគាត់អនុវត្តកំឡុងពេលដែលគាត់អត់ទទួលទានអាហារយូរហ្នឹងណាបាទដើម្បីគាត់ចង់ឲ្យរាងកាយរបស់គាត់ហ្នឹងគឺអស់ជាតិស្ករបាទបើអស់ជាតិស្កររាងកាយយើងគឺចាប់ផ្ដើមយកខ្លាញ់ដុតបន្តិចខ្លាញ់ជាធម្មពលឃើញទេអាហ្នឹងក៏អាចមានហានិភ័យបង្កឲ្យយើងមានបញ្ហាមួយគឺខ្វះជាតិស្ករដែរសំណួរសួរបន្តទៀតលោកគ្រូស្ករប្រមាណដែលគ្រប់ស្ករប្រមាណដែលយើងបញ្ជាក់ថាខ្វះស្ករនៅក្នុងឈាមដែលខ្វះគឺជាស្ករមួយដែលមានចំនួនក្រោម70បាទ70ចុះក្រោមបាទ69 68 67 66 65 64 63មីលីក្រាមក្នុង1ដេស៊ីលីត្រឈាមយើងណាអាហ្នឹងបញ្ជាក់ថាយើងខ្វះស្ករហើយបងប្អូនណាអញ្ចឹងនៅពេលណាដែលបងប្អូនមានគេហៅថាស្ករនៅក្នុងឈាម80បាទឬក៏90ហើយបងប្អូនថាខ្វះដែរហើយបងប្អូនទៅទទួលទានអាហារផ្អែមអានឹងហាក់បីដូចជាបងប្អូនកំពុងតែធ្វើបាបរាងកាយបងប្អូនអញ្ចឹងបងប្អូនមិនយូរនឹងឆាប់ទេបងប្អូននឹងមានជំងឺមួយគឺជំងឺទឹកនោមផ្អែមដែរអញ្ចឹងកុំចេះតែសន្មត់ប្រេះផ្ដាស់អញ្ចឹងបងប្អូនបាទជារឿងធម្មតាទេបងប្អូននៅពេលណាដែលយើងទទួលទានអាហារហើយបាន2 3 4ម៉ោងពិតណាស់ចំពោះអ្នកដែលមានសុខភាពល្អស្កររបស់គាត់គឺអាចធ្លាក់ដល់80ឬក៏70ជាងហើយស្ករដែលល្អបំផុតបងប្អូនចាំណាចន្លោះពី80ដល់90ចន្លោះហ្នឹងគឺជាស្ករដែលល្អបំផុតកុំចង់បានអាស្ករផឹកឡើងចុះលើ90ពេកបងប្អូនបាទណាក្រោម80ក៏ល្អដែរអញ្ចឹងអត់មានបារម្ភទេអញ្ចឹងយើងសួរបន្តទៀតលោកគ្រូបើសិនជាខ្វះស្ករតើយើងធ្វើម៉េចដើម្បីឲ្យស្ករហ្នឹងវាកើនឡើងវិញខ្ញុំឃើញការណែនាំមួយចំនួនទៅផឹកទឹកអំពៅទៅកន្លែងនេះខ្ញុំសូមបញ្ជាក់តិចពាក្យមួយម៉ាត់នេះផឹកទឹកអំពៅទៅបាទអូផឹកទឹកអំពៅទៅព័ត៌មានមួយនេះគឺជាព័ត៌មានដែលផ្ដល់ឲ្យបងប្អូនយើងមិនច្បាស់ទាល់តែសោះបាទថានិយាយចោលបើសិនជាយើងនិយាយបើសិនជាយើងណែនាំឲ្យគាត់ធ្វើអញ្ចឹងដដែលហាក់បីដូចជាហ៊ុញគាត់ឲ្យកាត់នៅទឹកនោមឯងអញ្ចឹងអាខ្វះស្ករទៅជាលឺស្ករវិញបងប្អូនបាទចុះមានណាបងប្អូនយើងទៅផឹកទឹកអំពៅផឹកទឹកអំពៅមួយអាទិត្យជាប់គ្នាហ្មងហើយផឹកទឹកអំពៅក៏មានផឹកតិចណាម្ដងមួយកណ្ដុងទឹកសុទ្ធហ្នឹងបាទមួយកណ្ដុងទឹកសុទ្ធហ្នឹងគឺ500 ml បាទបើមិនចឹងទេមួយកែវធំបាទមួយកែវមកជួ300 ml 350 ml បាទហើយអានោះស្ទើរខុសហើយបងប្អូនណាបើបងប្អូនខ្វះស្ករហើយបងប្អូនទៅធ្វើអញ្ចឹងបងប្អូនគឺធ្វើបាបខ្លួនឯងខ្លាំងមែនតើហ្មងបងប្អូនចេះចំពោះខ្ញុំផ្ទាល់ខ្ញុំឲ្យបងប្អូនអនុវត្តអញ្ចឹងទេអញ្ចឹងបើសិនជាអត់ធ្វើអញ្ចឹងធ្វើមិនវិញគ្រូជាទូទៅបងប្អូនត្រូវចាំណាបាទរាងកាយយើងឆ្លាតមែនតើហ្មងនៅពេលណាដែលយើងខ្វះជាតិស្ករជួសចុងដៃទៅឃើញថាស្កររបស់យើងក្រោម70បងប្អូនមានអីកើតឡើងអត់លំពេងនឹងបញ្ចេញអរម៉ូនមួយសំខាន់ដូចអរម៉ូនអាំងសាលីនអញ្ចឹងគឺអរម៉ូន glucagon អរម៉ូន glucagon ណាបងប្អូនបាទវាមានតួនាទីទៅប្រាប់ថ្លើមលបងថ្លើមឥឡូវក្នុងសរសៃឈាមហ្នឹងអស់ស្ករហើយអញ្ចឹងសូមលបងថ្លើមបញ្ចេញស្ករសកួរនៅក្នុងថ្លើមចូលទៅក្នុងសរសៃឈាមវិញមកដើម្បីឲ្យលោកគ្រូពិសីហ្នឹងមានកម្លាំងធ្វើការវិញអញ្ចឹងនៅពេលដែលថ្លើមលឺអញ្ចឹងបាទត្រូវបានគេហៅអរម៉ូន glucagon ហ្នឹងទៅប្រាប់ទៅថ្លើមនឹងបញ្ចេញស្ករសកួរស្ករបំរុងពីក្នុងថ្លើមហ្នឹងចូលក្នុងសរសៃឈាមអញ្ចឹងអាខ្វះ60ជាងហ្នឹងវានឹងឡើងដល់70វិញហើយកំឡុងពេល5 10 15នាទីហ្នឹងឯងអានេះគឺអ្វីដែលកើតឡើងនៅលើរាងកាយយើងអញ្ចឹង glucagon គឺជាអរម៉ូនមួយសំខាន់ដូចអរម៉ូនអាំងសាលីនអញ្ចឹងអាពីរហ្នឹងវាធ្វើការផ្ទុយគ្នាអរម៉ូនអាំងសាលីនវាជួយទម្លាក់ស្ករណាយើងញ៉ាំអីស្ករច្រើនវាជួយឲ្យគេហៅថាកោសិកាយើងអស់យកស្ករជូនកោសិកាអាហ្នឹងទូនទីវាឯងចំណែកឯអរម៉ូន glucagon វាមានទូនទីមួយគឺតម្លើងស្ករវិញណាអាមួយតម្លាក់អាមួយតម្លើងឃើញទេអញ្ចឹងរាងកាយមនុស្សយើងគឺឆ្លាតអញ្ចឹងអត់ចេះស្លាប់ទេអញ្ចឹងណាក៏ប៉ុន្តែបើសិនជាបងប្អូនឃើញថាខ្លួនឯងខ្វះស្ករហើយលេស្រាប់15នាទីក្រោយមកយើងជួសទៅលេស្រាប់វាមិនមែនឡើងទេបាទ
ពី68ទៅ67ពី67ទៅ66ទៅ65ហើយយើងមានអារម្មណ៍មួយញ័រសូមប្រាប់បងប្អូនបន្តិចណារោគសញ្ញាខ្វះស្ករហើយនឹងលើសស្ករស្តៀងគ្នាជុំប្រកាសច្រឡំស្តៀងគ្នាអញ្ចឹងបងប្អូនអាចយកអារម្មណ៍ឯងយកមកស្មានបានទេយើងស្មានអារម្មណ៍បានហើយក៏ប៉ុន្តែការមើលឲ្យច្បាស់មួយទៀតគឺម៉ាស៊ីនជួសចុងដៃបងប្អូនណាត្រូវមានមួយនៅផ្ទះដាច់ខាតហ្មងម៉ាស៊ីនជួសចុងដៃសំខាន់មែនទែនបើមិនអញ្ចឹងទេម៉ាស៊ីនតាមបានស្ករ CGM ដែលខ្ញុំពាក់កន្លងមកដែលខ្ញុំតែធ្វើវីដេអូជូនបងប្អូនហ្នឹងណាតោះខ្ញុំប្រាប់ពីសញ្ញាខ្វះស្ករបន្តិចហើយយើងធ្វើម៉េចដើម្បីដោះស្រាយវាសញ្ញាខ្វះស្ករមុនគេគឺញ័របងប្អូនណាបាទញ័រហើយខ្សោយបែកញើសពេញខ្លួនតែហ្មងហើយបើសិនជាភ្នែកវិញស្វាងមើលឃើញទេអញ្ចឹងបេះដូងលោតញាប់មែនតើហ្មងហើយវិលមុខធីងធងនិយាយរួមគឺអត់ស្រួលខ្លួនតែហ្មងណាបងប្អូនបាទអានឹងបញ្ហាខ្វះស្ករហើយអញ្ចឹងបើសិនជាបងប្អូនឃើញថាបងប្អូនមានអាមួយនឹងហើយអ្វីដែលបងប្អូនធ្វើបន្តគឺខ្ញុំណែនាំបងប្អូនជួសចុងដៃមួយទៀតណាហើយបើសិនជាជួសចុងដៃទៅឃើញថាស្ករបងប្អូនក្រោម70អានឹងបញ្ជាក់ថាស្ករបងប្អូនគឺខ្វះហើយអញ្ចឹងបើខ្វះសុំបងប្អូនកុំភ័យហើយសុំកុំទៅផឹកទឹកអំពៅដូចគេនិយាយជាប់គ្នាកុំទៅផឹកទឹកអំពៅឲ្យមកកៅធំចឹងគឺអត់ទេណាវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាខ្វះស្ករបន្ទាន់គេឲ្យអនុវត្ត15ណាវិធីសាស្ត្រ15ហ្នឹងគឺសំដៅទៅលើបងប្អូនត្រូវរកអ្វីមកទទួលទានណាអាហារផ្អែមមកទទួលទានដែលមានកម្រិតស្ករតែ15ក្រាមទេបងប្អូនណាត្រូវចាំអា15ហ្នឹងគឺសំដៅលើ15ក្រាមទទួលទានអាហារណាដែលមានស្ករ15ក្រាមហើយបងប្អូនចាំ15នាទីបើសិនជា15នាទីហ្នឹងឃើញថាស្ករវាអត់ឡើងទៀតបងប្អូនដាក់អាហារដែលមានជាតិស្ករ15ក្រាមហ្នឹងម្ដងទៀតហើយបងប្អូនចាំ15នាទីទៀតពេលហ្នឹងស្ករនឹងឡើងវិញហើយអញ្ចឹងបងប្អូនបាត់យើងធ្វើ2ដងបានអានេះគេហៅថាវិធីសាស្ត្រ15ទី1គឺសំដៅទៅលើចំនួនស្ករជាក្រាម15ក្រាមដែលយើងត្រូវញ៉ាំពេលដែលយើងខ្វះស្ករពេលដែលយើងធីងធោពេលដែលយើងញ័រពេលដែលយើងស្វាងទៅនឹងឯងអញ្ចឹងណាបងប្អូនទៅផឹកទឹកអំពៅមកកណ្ដុងកន្លះលីត្រហ្នឹងបងប្អូនដឹងស្ករបានអត់បងប្អូនមានអាចដឹងអត់បងប្អូនអ្នកដែលចូលចិត្តផឹកទឹកអំពៅឲ្យទៅគេថាខ្វះស្ករធីងធោទៅផឹកទឹកអំពៅខ្វះស្ករធីងធោទៅផឹកទឹកអំពៅឬក៏ផឹកកូកាបងប្អូនដឹងអត់ទឹកអំពៅកន្លះលីត្រ500 ml ស្មើនឹងជាតិស្ករចន្លោះពី50ទៅ70ក្រាមបងប្អូនច្រើនមែនតើហ្មងគេឲ្យយើងទទួលទានអាជាតិស្ករហ្នឹងបានតែ15ក្រាមទេបងប្អូនហើយបងប្អូនលេងផឹក500 មីលីលីត្រទៅហ្នឹងវាជួយ70ក្រាមខ្ញុំធ្វើជួយ60ក្រាមចុះគឺច្រើនមែនតើតែប៉ុន្តែបងប្អូនត្រូវផឹកទឹកអំពៅតាម100 ml ទេណាឬក៏150 ml ទៅយើងច្រើនផុតហើយអាហ្នឹងមកគ្រប់គ្រាន់ហើយបងប្អូនខ្លះទៅផឹកកូកាមកកំប៉ុងហ្មងបងប្អូនដឹងកូកាមកកំប៉ុង355 ml ហ្នឹងមានស្ករប៉ុន្មានអត់បងប្អូន39ក្រាមច្រើនមែនទេហើយបងប្អូនគេឲ្យទទួលទានភេសជ្ជៈឬក៏អាហារណាដែលមានស្ករតែ15ក្រាមទេឃើញទេបងប្អូនបាទអញ្ចឹងបងប្អូនផឹកទឹកក្រូចហ្នឹងមកកំប៉ុងគឺខុសធ្ងន់ហ្មងបាទធ្វើបាបខ្លួនឯងវិញទេដូចជានំខេកចឹងបាទបងប្អូនថាខ្វះជាតិស្ករញ៉ាំនំខេកផ្អែមនោះដាក់ឲ្យអស់មួយចប់បាត់បាទនំខេកម្ដុំតូចហ្នឹងវាមានជាតិស្ករ19ក្រាមល្មម្ដុំតូចហ្នឹងអញ្ចឹងបងប្អូនត្រូវយល់កន្លែងហ្នឹងណាបើបងប្អូនទាល់មែនតែនបាទទាល់មែនតែនមកគឺស្ករសយើងទៅបងប្អូនស្ករសយើងមកលព្រាបាយហ្នឹងប៉ុណ្្នឹងឲ្យគ្រប់គ្រាន់ហើយកូរទឹកយើងហ្នឹងបាទផឹកឲ្យរងចាំ15នាទីបាទ15នាទីឡើងហើយបាច់ផឹកទៀតទេណាបងប្អូនណាបើអត់ឡើងទៀតវានៅធ្លាក់ទៀតបាទកូរស្ករ15នាទីផឹកទៀតទៅងាយស្រួលអត់លុយលឿនលះអញ្ចឹងបងប្អូនណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បងប្អូនតិចចំពោះបងប្អូនដែលមានសញ្ញាដូចខ្ញុំនិយាយខាងលើណាបាទគឺបងប្អូនត្រូវអនុវត្តដើម្បីដោះស្រាយនឹងភ្លាមបន្ទាន់ព្រោះអីការខ្វះជាតិស្ករអាចធ្វើឲ្យយើងស្លាប់ណាហើយអាចគ្រោះថ្នាក់ដល់ជីវិតអត់បានទេបងប្អូនបាទក៏ប៉ុន្តែបញ្ហាដែលកើតឡើងហ្នឹងគឺបងប្អូនមានអារម្មណ៍ថាខ្លួនឯងខ្វះជាតិស្កររាល់ថ្ងៃអញ្ចឹងបើសិនជាបងប្អូនមានអារម្មណ៍ថាខ្វះជាតិស្កររាល់ថ្ងៃបងប្អូនញ៉ាំអញ្ចឹងរាល់ថ្ងៃបងប្អូនបាទអាចមានហានិភ័យខ្លាំងមែនទែនដល់សុខភាពអញ្ចឹងណាបាទអញ្ចឹងបើសិនជាបងប្អូនដឹងថាបងប្អូនអាសាខ្វះជាតិស្ករខ្ញុំអត់ឲ្យបងប្អូនទទួលទានអាស្ករដែលខ្ញុំនិយាយមិញហ្នឹងទេបងប្អូនអាជាតិស្ករដែលខ្ញុំនិយាយមិញទទួលទានហ្នឹងគឺនៅពេលណាដែលយើងមានបញ្ហាបន្ទាន់ញ័រដៃញ័រជើងបាទសម្បាំងទៅខ្លាំងមែនតើនឹងបន្ទាន់ឲ្យញ៉ាំចោះណាតែបើសិនជាយើងដឹងថាអញ1ម៉ោងទៀតអញប្រហែលខ្វះស្ករទៀតដូចយើងអត់ទៅស្រួលសោះសូមបងប្អូនចាប់ផ្ដើមទទួលទានអាហារណាដែលមានប្រូតេអ៊ីនវិញណាសូមកុំញ៉ាំពពួកផ្អែមឲ្យសោះពីព្រោះពពួកផ្អែមវាធ្វើឲ្យស្ករឡើងលឿនធ្លាក់លឿនទៀតតែស្ករធ្លាក់លឿនហើយវាបងប្អូនឃ្លានទៀតតែឃ្លានហើយបងប្អូនត្រូវការផ្អែមនឹងទៀតផ្អែមនឹងវាឡើងលឿនធ្លាក់ទៀតហើយវាធ្វើឲ្យបងប្អូនហ្នឹងគឺឆាប់ឃ្លានហើយចង់ផ្អែមនឹងទៀតគូក្បាលញៀនហើយឃើញទេអញ្ចឹងដោះស្រាយបញ្ហានេះបងប្អូនត្រូវតែទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនច្រើនស្រុកដីមកបងប្អូនដែលដឹងថាខ្លួនឯងអាសាខ្វះស្ករឲ្យច្បាស់ដែលតាមម៉ាស៊ីនជួសជុលដៃឬក៏ម៉ាស៊ីនតាមបានស្ករហ្នឹងណាបងប្អូនត្រូវតែទទួលទានប្រូតេអ៊ីនវិញណាហាមដាច់ខាតទទួលទានស្ករអាស្ករដែលខ្ញុំនិយាយហ្នឹងគឺផ្ទាន់នេះតែបើសិនជាយើងដឹងថាយើងអាសាខ្វះហើយកុំទៅរកសាច់បាទទៅរកស៊ុបដាក់ឲ្យ2គ្រាប់មកញ៉ាំហើយញ៉ាំទុបបើវាធ្លាក់បើយើងនឹងធ្លាក់ណាអាហ្នឹងល្អពពួកប្រូតេអ៊ីនវាធ្វើឲ្យយើងឆ្អែតបានយូរហើយវាអត់ឲ្យស្ករយើងឡើងខ្លាំងទេអញ្ចឹងវាអត់ឲ្យបងប្អូននឹងមានហានិភ័យមួយមានបញ្ហាកាត់វាទឹកនោមផ្អែមលើសគីឡូទីបងប្អូនតែបើបងប្អូនគិតថាកន្លែងខ្វះញ៉ាំផ្អែមទឹកអំពៅទៅកូចទឹកស្ករចង្ក្រោយទឹកនោមផ្អែមលាន់អញ្ចឹងសូមកុំបដោយឲ្យអាជំងឺខ្វះស្ករទៅជាជំងឺលើសស្ករវិញបងប្អូនបាទអញ្ចឹងសង្ឃឹមថាបងប្អូនយល់ណាបងប្អូនណាពីបញ្ហាខ្វះស្ករដែលភាសាអង់គ្លេសគេហៅ hypoglycemia បងប្អូនបាទអរគុណច្រើនបងប្អូន